ក្រោយពេលដែលមានគ្រោះថ្នាក់ឡានហើយយើងប្រាប់ព្រមអីរួចរាល់ហើយព្រមតែងតែឲ្យដំណឹងអីតិចៗនៅពេលដែលមានដំណឹងអីគេតែងតែនិយាយមកឬក៏គេទេប្រាប់សារទាំងនេះគឺមានន័យថានៅពេលដែលខាងគេគឺបានគេត្រូវទៅពេទ្យទៅអីហើយអញ្ចឹងព្រមរបស់យើងដែលដាក់ហ្នឹងគឺជាធានារ៉ាប់រងតែមួយចំហៀងទេអញ្ចឹងយើងអាចនឹងគេជួយព្រមជួយក្នុងអ្វីដែលគេអាចជួយបានបើលើសពីហ្នឹងគឺយើងត្រូវចាញ់ខ្លួនឯងហើយសម្រាប់ការទៅពេទ្យរបស់គេហ្នឹងណាហើយអញ្ចឹងខ្ញុំតែងតែបារម្ភអញ្ចឹងឲ្យបងប្អូនថាត្រូវតិចទេតែគេទៅពេទ្យទៅអីហើយខ្ញុំបុកពោះហ្មងបុកពោះចំនួនបងប្អូនដោយសារអីបើសិនជាគេធ្វើពុតជាទៅពេទ្យរហូតហើយទាយាសំណងយើងច្រើនគឺយើងវាអស់ច្រើនអញ្ចឹងដោយសារធានារ៉ាប់រងឡានរបស់យើងមកចំហៀងបើសិនជាគេឥឡូវឧទាហរណ៍តិចចោះថាបើគេទេ2លាន2លានអីអញ្ចឹងយើងជួយបានតិចតួចទេអញ្ចឹងយើងត្រូវចេញលុយសុទ្ធរបស់យើងអញ្ចឹងវាហានិភ័យ